សម្រាប់ពោលថ្ងៃនេះមករៀនបញ្ចូលពាក្យបន្តពីពាក្យថាកសិឋានម្ដងកសិករពាក្យថាកសិករនេះមាន3ពាក្យកសិករថាតើកសិករនេះមានន័យបែបណាវាជានាមហើយនាមសេទាំងដកឃ្លាទៅច្បាស់ដល់កសិកម្មមានន័យបែបណាកសិកម្មមានន័យបែបណាជានាមដូចគ្នាដែរដល់ពាក្យថាកសិដ្ឋានម្ដងយើងថ្ងៃនេះរៀងភ្លៀងធ្វើវីដេអូឬភ្លៀងបន្តិចនេះកសិដ្ឋានតាមអីទេរៀងភ្លៀងកសិដ្ឋានដល់ហើយទាញទៅមកកសិដ្ឋានហើយនាមដែរកសិដ្ឋាននាមដល់ពេលមួយទៀតទៅថាការដ្ឋានយើងសេចឹងការដ្ឋានយើងសេចេះមកសេដូចគ្នាការដ្ឋាននេះហើយនាមទៀតសេឈ្នាប់នាមទាំងអស់អានេះការដែរការនេះមានន័យបែបណាហើយហាត់មួយទៅលើយើងគិតណាវាជានាមពាក្យចំណេះដល់បញ្យល់នៃពាក្យខ្មែរយើងគឺថាកសិករនេះគឺថាកសិករបានន័យថាម៉េចអ្នកធ្វើស្រែវស្សាអីនេះកសិករមិនសំដៅថាអ្នកធ្វើស្រែវស្សាទេកសិករនៃរបស់ពាក្យនាមគឺជាអ្នកធ្វើស្រែហើយនិងអ្នកធ្វើស្រែបរាំងកសិករនេះដល់កសិកម្មសំដៅលើនៃពាក្យហើយជានាមផងកសិកម្មនេះគឺការធ្វើនេះគឺអ្នកដែលធ្វើដំណាំដាំដុះដែលយកទៅលក់នៅលើទីផ្សារមានដូចជាដាំក្រូចដាំស្វាយដាំម្ដេងដាំស្ពៃដាំពលក្រីដាំអីហ្នឹងគឺកសិកម្មហ្នឹងពួកគាត់ដាំជាចម្ការហៅថាកសិកម្មហើយគាត់បានផលគាត់យកទៅលក់នេះកសិកម្មដល់កសិដ្ឋាននេះបានន័យថាកសិដ្ឋាននេះគឺមានន័យមួយបែបរបស់គេគឺនាមកសិដ្ឋានគឺជាអ្នកចិញ្ចឹមមាន់នៃរបស់ពាក្យគឺចិញ្ចឹមមាន់ចិញ្ចឹមទាចិញ្ចឹមជ្រូកចិញ្ចឹមគោចិញ្ចឹមក្បីដល់គាត់បានទៅគាត់យកទៅធ្វើភ្ជួរស្រែទៅអ្នកចិញ្ចឹមគោចិញ្ចឹមក្បីហ្នឹងណាភ្ជួរស្រែភ្ជួរអីដែលស្មៃពីដើមគាត់ភ្ជួររង្គល់អីគាត់ដល់ការដ្ឋាននេះកន្លែងអ្វីការដ្ឋាននេះគឺតែកន្លែងដូចគ្នាការដ្ឋានគឺជាកន្លែងសម្រាប់ធ្វើការងារការដ្ឋាននេះណាការដ្ឋាននេះគឺកន្លែងមួយដែលគេសម្រាប់ធ្វើការមានដូចជាដូចគេធ្វើថ្នល់អីគេដាក់ផ្លាកមួយថាការដ្ឋាននោះគឺគេដាក់សញ្ញាមួយថាការដ្ឋាននោះសម្រាប់សាងសង់ថ្នល់ឬក៏អគារអីចឹងហ្នឹងគឺការដ្ឋានគឺកន្លែងដែលគេធ្វើការដល់ការនេះការដែរប៉ុន្តែអានេះការនេះគឺការដែលជាដំណើរឆ្ពោះទៅវាជានាមដំណើរឆ្ពោះទៅការងារកិច្ចការដែលយើងត្រូវធ្វើអត់មែនអាការមួយការពីរការអីទេណានេះការនេះគឺជាដំណើរនៃឆ្ពោះទៅវាការនេះហៅថាប្រើនៃឈ្មោះពាក្យរបស់ខ្មែរយើងគឺមានន័យប្រែដូចគ្នាដែរបាយចម្រើនពរបើចូលចិត្តសូមជួយ Subscribe និងសញ្ញារូបកណ្ដឹងនិង Follow អូខេចម្រើនពរជម្រាបលាបាយ